នេះជារបៀបបង្កើត account Facebook តខ្លួនរបស់យើងហើយជាពិសេសសម្រាប់បងប្អូនមួយចំនួនដែលគាត់នៅមិនទាន់ចេះបង្កើត account Facebook តខ្លួនឯងទេអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការបង្កើត Facebook តខ្លួនរបស់យើងហើយបង្កើតតែម្ដងយើងអាចប្រើបានរហូតឬអាចប្រើបានមួយជីវិតក៏ថាបានដែរបើសិនជាបងប្អូនទាំងអស់គ្នាធ្វើតាមវិធីខ្ញុំហើយនឹងរៀបរៀងទៅលើ Gmail របស់យើងឬក៏ password របស់យើងឲ្យបានត្រឹមត្រូវនឹងការពារ Facebook របស់យើងនឹងឲ្យកាន់តែសុវត្ថិភាពទៀតអញ្ចឹងឥឡូវយើងទៅទស្សនានៅក្នុងអេក្រង់ទូរស័ព្ទដៃទាំងអស់គ្នាពីវិធីនៅក្នុងការបង្កើត account Facebook ទាំងអស់អូខេអញ្ចឹងពីដំបូងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការត្រៀមទុកបាទដូចជា Gmail បាទមានឈ្មោះយើងទុកចឹងមកហើយមាន Gmail ជាមួយនឹង password បាទ password ខ្ញុំឲ្យកត់បែបហ្នឹងណាក៏ប៉ុន្តែ password នេះខ្ញុំគ្រាន់តែកត់ធ្វើជាតួយ៉ាងត្រួសទេដើម្បីឲ្យបងប្អូនទាំងអស់គ្នាហ្នឹងស្រួលទស្សនាហើយបាទស្រួលចាំធ្វើពីរបៀបខ្ញុំចឹងទៅបាទហើយនៅក្នុង password នេះដែរយើងត្រូវមានដាក់រូបសញ្ញាមានលេខមានអក្សរអីចឹងទៅបាទហើយយើងត្រៀមជាមួយនឹង Gmail បាទសម្រាប់ការបង្កើត Gmail បងប្អូនទាំងអស់គ្នាអាចទៅមើលវីដេអូរបៀបបង្កើត Gmail បាននៅខាងក្រោម link description ខ្ញុំបានបាទរបៀបបង្កើត Gmail បានត្រឹមត្រូវអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងទៅបើកកម្មវិធី Facebook មកនៅពេលដែលយើងបើកដំបូង Facebook គឺទទេស្អាតបែបហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់មាន account ណាឬក៏យើងចង់បង្កើត account ថ្មីហើយបងប្អូនទាំងអស់គ្នាយើងអូសមកខាងក្រោមនេះយើងមើលនៅខាងក្រោមគឺមានពាក្យថា create new account គឺមានន័យថាបង្កើតគណនីថ្មីឬបង្កើត account ថ្មីហ្នឹងឯងយើងចុចកន្លែងហ្នឹងមកបាទចុចខាងក្រោមហ្នឹងមកហើយបន្ទាប់មកយើងចុចពាក្យថា get start បាទកន្លែងនេះហើយកន្លែងនេះយើងដាក់ឈ្មោះមកអញ្ចឹងខ្ញុំបានត្រៀមឈ្មោះរួចហើយមិញនេះបងប្អូនឃើញណាត្រៀមឈ្មោះខ្ញុំដាក់តកូលច័ន្ទអញ្ចឹងទៅបាទអញ្ចឹងខ្ញុំដាក់តកូលច័ន្ទបាទអានេះគេឲ្យយើងដាក់ឈ្មោះមុនបាទឈ្មោះមុនអញ្ចឹងខ្ញុំដាក់បុប្ផាអញ្ចឹងមកនេះបុប្ផាហើយតកូលខ្ញុំដាក់ច័ន្ទបាទហើយហ្នឹងឈ្មោះបងប្អូនទាំងអស់គ្នាត្រូវដាក់តាមពិតមកបាទតាមពិតនៃឈ្មោះបងប្អូនទាំងអស់គ្នាមកបន្ទាប់មកយើងដាក់ឈ្មោះនិងតកូលគឺភាសាអង់គ្លេសគឺគេប្រើឈ្មោះមុនតកូលណាបន្ទាប់មកយើងដាក់ឈ្មោះនិងតកូលរួចរាល់ហើយយើងចុចពាក្យថា next បាទ next នៅខាងក្រោមមកដល់កន្លែងចំណុចនេះគឺគេឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតឥឡូវខ្ញុំសូមដាក់ធ្វើជាតួយ៉ាងបាទខ្ញុំជ្រើសរើសយកខែ3បាទខ្ញុំជ្រើសរើសខែ3ទី21បាទហើយឆ្នាំ1900យើងដាក់9គុតអីក៏បានឬក៏2000ក៏បានដែរបាទដាក់98ចុះបាទនេះខ្ញុំដាក់ឧទាហរណ៍ណាប៉ុន្តែបងប្អូនទាំងនេះត្រូវដាក់ឲ្យត្រូវទៅតាមថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនទាំងអស់គ្នាពេលដែលយើងដាក់ហើយយើងចុចពាក្យថា set មកបាទបន្ទាប់មកយើងចុចពាក្យថា next នៅខាងក្រោមនេះមកដល់កន្លែងនេះគឺ Facebook នឹងសួរយើងថាតើយើងជ្រើសរើសយក page អីតើខ្លួនយើងនឹងជាស្រីឬក៏ប្រុសបើសិនជាបងប្អូនទាំងគ្នាប្រុសរើសយកខាងក្រោមបើសិនជាបងប្អូនទាំងអស់គ្នាស្រីរើសយកខាងលើក៏ប៉ុន្តែ Facebook នេះខ្ញុំបង្កើតទម្រង់បែបរបស់មនុស្សស្រីអញ្ចឹងខ្ញុំយកខាងលើជាមនុស្សស្រីបាទ women បាទបន្ទាប់មកយើងចុចពាក្យថា next មកដល់កន្លែងនេះ Facebook នឹងទាមទារលេខទូរស័ព្ទដៃក៏ប៉ុន្តែយើងអត់បង្កើតជាមួយនឹងលេខទូរស័ព្ទដៃទេគឺយើងបង្កើតជាមួយនឹង Gmail របស់យើងដល់យើងចុចពាក្យថាបាទខាងក្រោមនេះដែលមានពាក្យថា sign up with Gmail បាទគឺយើងចុចយកខាងក្រោមមកបាទគឺ sign up with Gmail ពេលហ្នឹងទៅ copy Gmail របស់យើងណា copy Gmail ដែលយើងបានត្រៀមទុកនេះ copy Gmail នេះមកបាទយើង copy Gmail របស់បងប្អូនទាំងអស់គ្នាទុកមកហើយយើងបកមក Facebook យើងវិញបន្ទាប់មកយើងសកត់ឲ្យជាប់បាទសកត់ឲ្យជាប់ក្នុងកន្លោនហ្នឹងបាទហើយយើងចុចពាក្យថា pass បាទនេះឃើញទេចុចពាក្យថា pass ហ្នឹងមកហើយយើងចុចពាក្យថា next នៅខាងក្រោមបន្ទាប់មកកន្លែងនេះ Facebook នឹងឲ្យយើងធ្វើការបង្កើតទៅលើ password ដោយខ្លួនឯងបាទ password របស់ Facebook របស់យើងកន្លែង password នេះឯងដែលបងប្អូនទាំងអស់គ្នាជាទូទៅគឺគាត់មិនចាំតែម្ដងមាន Facebook ខ្លួនឯងប្រើប៉ុន្តែអត់ស្គាល់ password ខ្លួនឯងអញ្ចឹង password ខ្លួនឯងយើងបង្កើតទុកមកហើយចឹងមកណាយើងបង្កើតទុកឲ្យហើយចឹងមកបាទយើងបង្កើតទុកចឹងមកដើម្បីយើងការពារបាទទៅលើ Facebook របស់យើងបង្កើតទុកឲ្យហើយឬក៏យើងទៅសេទុកឲ្យហើយក៏បានដែរចាំយើងទៅសេតាមវិញមកណាបើអក្សរធំទៅសេអក្សរធំអក្សរតូចសេអក្សរតូចក៏ប៉ុន្តែនេះគឺជា password ត្រួសខ្ញុំនឹងដាក់ password ផ្សេងខ្ញុំគ្រាន់តែធ្វើឲ្យបងប្អូនទស្សនាបន្ទាប់មកខ្ញុំ copy password នេះបាទហើយខ្ញុំយកមកដាក់នៅក្នុង Facebook cloud ពាក្យថា password បាទនេះបាទយើងអាចបើកមកនេះគឺជា password របស់យើងរក្សា password នេះទុកឲ្យបានស្រួលបួល
កត់ទុកឬក៏ផ្ញើសារចូលទៅបងប្អូនសាច់ញាតិឬក៏ផ្ញើសារទៅកន្លែងណាក៏បានដែលយើងគិតថាមានសុវត្ថិភាពបំផុតយើងផ្ញើសារទុកនឹងឬក៏ផ្ញើកូដនឹងទុកដើម្បីថ្ងៃក្រោយកុំឲ្យវាបាត់ទៀតណាអូខេរាល់ពេលដែលយើង log in ចូលជាមួយនឹងទូរស័ព្ទដៃផ្សេងៗគឺយើងអាច log in បានដោយយ៉ាងស្រួលហ្មងឲ្យតែយើងមាន2ហ្នឹង email ជាមួយនឹង password ហ្នឹងបងប្អូនទាំងគ្នាទៅដល់ទីណាក៏ log in បានដែរមិនថា computer មិនថាទូរស័ព្ទដៃទេណាឲ្យតែមាន2ហ្នឹងនេះឲ្យតែមាន2នេះមានឲ្យតែមាន2ឥឡូវនេះគឺជា Gmail អាក្រោមនេះគឺជា password មានតែ2ហ្នឹងទៅកន្លែងណាក៏ log in បានដែរណាត្រូវចាំណាបាទអញ្ចឹងបន្តមកគឺនៅពេលដែលយើងចុចដាក់ password ហើយយើងចុចពីឋាននិចមកបាទប៉ុន្តែខ្ញុំសូមធ្វើការដូរ password បន្តិចសិនបាទបន្ទាប់ពីយើងដាក់ password ហើយយើងចុចពាក្យថានិចនៅខាងក្រោមនេះមកបន្ទាប់មកយើងចុចពាក្យថា save បាទដើម្បីឲ្យ Facebook របស់យើងហ្នឹងវា save ជាប់ជាមួយនឹងគ្រឿងទូរស័ព្ទដៃរបស់យើងចុចពាក្យថា save មកហើយកន្លែងនេះយើងចុចពាក្យថា I agree នៅខាងក្រោមបាទបើសិនជាភាសាខ្មែរកន្លែងហ្នឹងគឺយើងចុចលើអក្សរហ្នឹងមកបាទបន្ទាប់ពីយើងដាក់ទៅលើយើងចុច I agree ហើយពេលនេះ Facebook នឹងធ្វើការផ្ញើសារមកកាន់ Gmail របស់យើងណាបងប្អូនទាំងនេះចូលទៅកាន់ Gmail បាទ Gmail របស់យើងដែលយើងបានបង្កើតហ្នឹងហើយរបៀបបង្កើត Gmail ហ្នឹងអាចទៅមើលនៅវីដេអូនៅខាងក្រោម description បានបាទបន្ទាប់មកយើងបកទៅរក Gmail របស់យើងសិនបាទនេះគឺជា logo របស់ Gmail អញ្ចឹងយើងចូលមកកាន់ Gmail របស់យើងមកបាទនេះគឺជា logo របស់ Gmail ណារូបកម្មវិធី Gmail គឺបែបហ្នឹងយើងចូលមកកាន់ Gmail របស់យើងមកហើយពេលហ្នឹងបងប្អូនទាំងអស់គ្នានឹងមើលឃើញនេះ Facebook នឹងផ្ញើលេខកូដបាទចំនួន6ខ្ទង់ដើម្បីឲ្យយើងធ្វើការបញ្ជាក់ទៅលើ account របស់យើងអញ្ចឹងយើងចុចឲ្យជាប់មកហើយយើងចុចឲ្យជាប់បាទយើងចុចឲ្យជាប់មកយើង copy បាទចុចឲ្យជាប់មកបន្ទាប់មកយើងចុចពីថា copy ហើយយើងបកមកកាន់ Facebook យើងវិញយើងចុចឲ្យជាប់ក្នុងកន្លោនហ្នឹងហើយយើងចុចពីថា pass បាទគឺយើង pass មកពេលហ្នឹងគឺយើងចុចពីថា next នៅខាងក្រោមបាទបន្ទាប់មក Facebook នឹងធ្វើការឲ្យយើងបន្ថែមរូបភាពឬក៏ដាក់រូប profile របស់យើងហ្នឹងបងប្អូនទាំងអស់គ្នាដាក់ពេលនេះក៏បានឬក៏ចាំដាក់នៅពេលក្រោយក៏បានដែរណាយើងដាក់ពេលណាក៏បានដែរបើសិនជាយើងអត់ទាន់មានទេយើងចុចពាក្យថា skip ឬក៏រំលងកន្លែងនេះចោលសិនបាទចុចខាងក្រោមនឹងមកបើមានក៏ដាក់បន្ថែមចូលហើយមកអញ្ចឹងពេលហ្នឹងគឺ Facebook នឹងធ្វើការ welcome ស្វាគមន៍មកកាន់ Facebook ទៅបន្ទាប់មកយើងចុចពាក្យថា not now ខាងក្រោមនេះមកបាទហើយយើងចុចពីថា skip មកដល់កន្លែងចំណុចនេះយើងអត់បាច់ធ្វើអីទេយើងចុច next ទៅមុខបាទហើយបើសិនជាទាមទារឲ្យដាក់លេខទូរស័ព្ទបងប្អូនអរគ្នាមិនដាក់ទេយើងចុចពីថា skip នៅខាងក្រោមឬក៏រំលងបាទហើយមកដល់កន្លែងនេះយើងចុចពីថា skip ទៀតមកខាងក្រោមនឹងមកបាទពេលនេះគឺយើងបានទៅលើ account Facebook មួយដែលជារបស់យើងអាចធ្វើការយកទៅផុសរូបយកទៅប្រើប្រាស់បានណាគឺយើងអាចតាំងរូបរបស់យើងជារូបផ្ទាល់ខ្លួនរបស់យើងមកហើយដើម្បីយើងធ្វើការឲ្យ Facebook របស់យើងហ្នឹងរឹតតែមានប្រសិទ្ធភាពឬក៏ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍របស់ Facebook យើងត្រូវតែធ្វើការមករៀបចំទៅលើគណនី Facebook បន្តិចសិនដោយដំបូងបងប្អូនទាំងនេះចុចលើពាក្យកន្លែង tray 3នេះមកបាទចុចកន្លែងសញ្ញា tray 3នឹងមកហើយបន្ទាប់មកចុចលើ profile របស់យើងអញ្ចឹងអ្វីដែលយើងត្រូវតែបាទកន្លែងនេះវាឲ្យយើង add រូបបាទបន្ថែមរូប profile របស់យើងប៉ុន្តែយើងចុចរំលងមួយ plate សិនបាទយើងអត់ទាន់បានបន្ថែមទេកន្លែងនេះក៏ skip ទៅយើងកុំ lock profile បាទមិន lock profile កន្លែងនេះក៏ skip ទៅបាទ skip ទៀតអូខេអញ្ចឹងខ្ញុំថយសិនព្រោះដោយសារតែ Facebook ក៏ load បែបហ្នឹងឲ្យយើងឡើងមកណានេះប៉ុន្តែខ្ញុំចង់តែប្រាប់បងប្អូនទាំងអស់គ្នាកន្លែងដែលយើងត្រូវបំពេញដោយខ្លួនឯងណាយើងដើម្បីយើងត្រូវបំពេញដោយខ្លួនឯងបាទគឺវាត្រូវតែឲ្យយើងដាក់បាទឃើញទេអូខេបន្តមកកន្លែងនេះគឺជា location បាទបើសិនជាវាឡើងមកអញ្ចឹងគឺកន្លែង location បាទ and city ហ្នឹងយើងវាយនៅក្នុងប្រទេសយើងមកបើសិនជាបងប្អូនទាំងគ្នានៅក្នុងប្រទេសនៅក្នុងខេត្តណាវាយខេត្តហ្នឹងមកខ្ញុំដាក់បាត់ដំបងបាទខ្ញុំដាក់បាត់ដំបងនេះបាត់ដំបងហើយខ្ញុំចុចពាក្យថា save គឺយើងវាយតែឈ្មោះខេត្តមកបានហើយកន្លែងនេះខ្ញុំដាក់បាត់ដំបងទៀតបាទគឺ Facebook ត្រូវតែតម្រូវឲ្យយើងបំពេញបាទព័ត៌មានផ្ទាល់ខ្លួនរបស់យើងបើមិនអញ្ចឹងទេគឺអត់ឲ្យយើងនេះទេបាទបាត់ដំបងសាលារៀនណាយើងរៀននៅសាលាណាគឺយើងជ្រើសរើសមកបាទយើងអាចជ្រើសរើសបានបើសិនជាបងប្អូនគ្នារៀននៅសាលាណាក្នុងនេះគឺមានសាលារៀនដែរប៉ុន្តែយើងចុចអញ្ចឹងមកបាទ save មកហើយឡើយនេះយើងចុចទៀតមកយើងដាក់បាត់ដំបងទៀតមកបើសិនជាបងប្អូននៅខេត្តណាក៏ដាក់តាមហ្នឹងទៅនេះបាត់ដំបងប្រូបាត់ដំបងហើយចុច save
ហើយបន្ទាប់មកកន្លែងនេះគឺយើងវាយបាត់ដំបងដែរមកកន្លែង company ហ្នឹងគឺកន្លែងឈ្មោះក្រុមហ៊ុនដែលយើងធ្វើការយើងវាយបាត់ដំបងមកបើបងប្អូនទាំងអស់គ្នានៅខេត្តណាក៏ដាក់ខេត្តហ្នឹងទៅនៅភ្នំពេញដាក់ភ្នំពេញទៅកន្លែងនេះគឺគេសួរស្ថានៈរបស់យើងគេសួរអំពីភាពជានៅលីវរបស់យើងថាតើយើងរៀបការហើយមានប្តីហើយមានប្រពន្ធហើយឬក៏នៅ single យើងរើសតាមនឹងមកបាទយើងចុចមកកន្លែងហ្នឹងមកហើយបើសិនជាបងប្អូននៅ single យើងដាក់ single បើមានប្តីហើយប្រពន្ធហើយក៏យើងយកកន្លែងវាថាmarried បាទ married កន្លែងនេះគឺយើងបានរៀបការហើយបាទអញ្ចឹងយើងចុចវាថា OK មកហើយយើងចុច save ហើយបន្ទាប់មកគឺយើងមកដល់កន្លែងវាថាបន្ថែមទៅលើរូប cover Facebook របស់យើងកន្លែងនេះគឺយើង skip សិនយើងអត់ដាក់ទេហើយកន្លែងនេះ bio គឺយើងអាចសរសេរបានយើងសរសេរអំពីអារម្មណ៍ឬក៏គោលបំណងរបស់យើងដែលយើងនៅដាក់នៅខាងមុខរបស់ profile របស់យើងបាទអញ្ចឹងខ្ញុំអត់បានដាក់ទេខ្ញុំសូមធ្វើការថយសិនហើយខ្ញុំ skip មកបាទបន្ទាប់មកយើងចុចវាថា view profile ពេលហ្នឹងគឺរួចរាល់បាទអញ្ចឹងគឺរួចរាល់ហើយសម្រាប់ account របស់យើងគឺយើងបានរៀបចំបានមួយចំនួនបាទមួយចំនួនក៏ប៉ុន្តែឥឡូវយើងចូលទៅធ្វើការឲ្យ Facebook របស់យើងហ្នឹងរឹតតែមានសុវត្ថិភាពជាងមុនដោយការដែលយើងធ្វើការ scan ទៅលើ security បាទនៅក្នុងការ lock security ហ្នឹងបាទអញ្ចឹងនៅក្នុងការប្រើប្រាស់ security នេះគឺ Facebook អត់ឲ្យខ្ញុំថតកម្មវិធីហ្នឹងវាអត់ឲ្យយើងថតនៅខាងក្នុងអេក្រង់ទេតតែយើងថតផ្ទាល់តែម្ដងហើយយើងចាំជួបគ្នានៅវីដេអូដែលយើងថតពីខាងមុខអេក្រង់ផ្ទាល់ម្ដងទៀតដើម្បីខ្ញុំធ្វើការរៀបរៀងឬក៏រៀបចំទៅលើបាទ account Facebook របស់យើងហ្នឹងឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ជាងមុនអញ្ចឹងយើងចាំជួបគ្នានៅខាងមុខអេក្រង់ទូរស័ព្ទម្ដងទៀតអញ្ចឹងជាដំបូងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការ download កម្មវិធីនេះមកមួយសិនណាគឺជាកម្មវិធីរបស់ Google ដែលជាកម្មវិធីមួយសម្រាប់ធ្វើការ scan code របស់មិនថា Gmail មិនថា Facebook អីហ្នឹងគឺគេហៅថាកម្មវិធីលុកសោ2ជាន់គេហៅថា Google បាទ Authentication បាទ Authenticator ហ្នឹងគឺយើងអាចធ្វើការ download ពី Play Store បានណា download បានទាំងនៅក្នុង Android និង iOS ណាទាំង iPhone ទាំង Android ណាចាំខ្ញុំដាក់រូបភាពឲ្យហើយបងប្អូនអរគ្នាយកទៅដំឡើងមកកម្មវិធីហ្នឹងអូខេអញ្ចឹងឥឡូវយើងចូលមកកាន់ Facebook យើងសារឡើងវិញសិនដើម្បីធ្វើការការពារ Facebook របស់យើងចូលមកកាន់ Facebook យើងមកជាដំបូងយើងចុចកន្លែងសញ្ញា tray 3នៅខាងលើកន្លែងនេះបាទចុចកន្លែងហ្នឹងមកហើយបន្ទាប់មកចុចកន្លែងសញ្ញារូប setting បាទរូប setting កន្លែងនេះមកបន្ទាប់មកយើងចុចមកកន្លែងពាក្យថា Meta Center កន្លែងនេះហើយយើងមកកន្លែងពាក្យថា Password and Security ហើយយើងមកកន្លែងពាក្យថាបាទនេះ Two Factor Authentication បាទយើងចុចកន្លែងហ្នឹងមកហើយយើងចុចលើ profile របស់យើងបន្ទាប់មកកន្លែងនេះ Facebook នឹងឲ្យយើងធ្វើការដាក់ password របស់ Facebook របស់យើងចូលសិនអញ្ចឹងខ្ញុំដាក់ password មកផ្លេតសិនបន្ទាប់ពីយើងដាក់ password រួចរាល់បងប្អូនទាំងអស់គ្នាចុចពាក្យថា continue ខាងក្រោមនេះមកហើយយើងធ្វើការរងចាំមួយផ្លេតអញ្ចឹងពេលនេះគឺ Facebook នឹង recommend ឲ្យយើងប្រើទៅលើកម្មវិធីហ្នឹងហើយគឺ Authentication បាទដូចជា app មួយសម្រាប់ធ្វើការដែលយើង scan មិញហ្នឹងបងប្អូនទាំងអស់គ្នាធ្វើការ download មកហើយបន្ទាប់មកខ្ញុំនឹងធ្វើការចុចពាក្យថា next ទៅខាងក្រោមមកដល់កន្លែងចំណុចនេះខ្ញុំនឹងធ្វើការ blur ទៅលើលេខកូដរបស់ Facebook របស់ខ្ញុំដើម្បីខ្ញុំការពារទៅលើការយួរទៅ lock អញ្ចឹងណាបន្ទាប់មកបងប្អូនទាំងអស់នេះចុចពាក្យថា copy key បាទ copy key នៅខាងក្រោមនេះណាយើងចុចពាក្យថា copy key មកហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាចុច next បាទចុច next កន្លែងនេះដើម្បីយើងធ្វើការយក key ហ្នឹងទៅផាសនៅក្នុងកម្មវិធីហ្នឹងយើងបកទៅកម្មវិធីហ្នឹងមកយើងបកកម្មវិធីនេះហើយបងប្អូនទាំងអស់គ្នាណាយើងបើកកម្មវិធី Google ដែលត្រូវ scan ហ្នឹងមកបងប្អូនទាំងអស់នេះចុចកន្លែងនេះសញ្ញាបុកនៅខាងក្រោមនេះមកហើយយើងយកពាក្យថា enter setup key បាទ enter setup key ចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនដាក់ឈ្មោះ Facebook របស់បងប្អូនទាំងគ្នាដើម្បីជាចំណាំឥឡូវខ្ញុំដាក់ Facebook សិនបាទបន្ទាប់ពីយើងដាក់ឈ្មោះ Facebook យើងជាចំណាំនៅខាងលើហើយយើងធ្វើការផាស key ដែលយើង copy មកមិញហ្នឹងចូលបាទហើយយើងចុចពាក្យថា add នៅខាងក្រោមបន្ទាប់មកគឺយើងនឹងបានលេខកូដនឹងឡើងមកហើយលេខកូដនេះគឺវានឹងធ្វើការដូរចំនួនរយៈពេល30វិនាទីម្ដងហើយបងប្អូនទាំងអស់គ្នាត្រូវតែចាំថានៅពេលដែលនេះអស់ចាំឲ្យវា load សារថ្មីមកចាំយើង copy អញ្ចឹងយើងធ្វើការ copy លេខនេះមកក៏ប៉ះវាលើមក copy ហើយយើងបកទៅកម្មវិធី Facebook របស់យើងវិញយើងចូលប្រឡោះដែលថា enter code ហ្នឹងហើយយើងផាស code យើងចូលយើងចុចពាក្យថា next អញ្ចឹងគឺ Facebook របស់យើងបានធ្វើការ log in ទៅលើបាទគេហៅថាសោ2ជាន់ហ្នឹងរួចរាល់យើងចុចពាក្យថា done នៅខាងក្រោមនេះគឺការ set up ទៅលើ two factor សម្រាប់ account Facebook របស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់ឡើងជាងមុននៅពេល
ពេលដែលយើងធ្វើការ log in បាទនៅពេលដែលយើង log in គឺ Facebook របស់យើងនឹងទាមទារកូដនេះជានិច្ចណានៅពេលដែលយើង log in គឺ Facebook នឹងទាមទារកូដលេខ6ខ្ទង់នេះជានិច្ចនេះអាកូដ6ខ្ទង់ហ្នឹងដែលវាវិលហ្នឹងអញ្ចឹងវាមានតែ30វិវីដេអូម្ដង30វិដេអូម្ដងរាល់បងប្អូនទាំងអស់គ្នា log in បងប្អូនទាំងអស់គ្នាត្រូវតែធ្វើការដាក់កូដនឹងជានិច្ចបាទព្រោះកូដនេះគឺសំខាន់មែនទែនហើយនៅក្នុងការដែលយើង scan នេះក៏ត្រូវចាំដែរថា account ដែលយើង scan ទុកហ្នឹងនៅលើ Gmail មួយណាកន្លែងនេះគឺយើងអាចពិនិត្យមើល Gmail កន្លែងនេះបានណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់បងប្អូនគ្នាបានទស្សនានៅវីដេអូនេះកុំភ្លេចតាមដានរាល់ការចែករំលែកពីខ្ញុំបាទកុំភ្លេចចុច share follow page និងចុច subscribe channel និងចុច follow TikTok ផងបាទអរគុណច្រើនសម្រាប់វីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ